ចាសូមអានព្រះគម្ពីរលោកុបាទចំពុក5ខ1ទៅដល់ខ32នេះជាបញ្ជីពងសាវតានៃពូជអាដាមនៅថ្ងៃដែលព្រះបានបង្កើតមនុស្សមកនោះទ្រង់ធ្វើឲ្យមានភាពមើលទៅដូចជាអង្គទ្រង់ក៏បង្កើតគេជាប្រុសជាស្រីរួចប្រទានពរឲ្យព្រមទាំងឲ្យឈ្មោះថាអាដាមក្នុងថ្ងៃដែលបានបង្កើតមកនោះឯអាដាមគាត់រស់នៅបាន130ឆ្នាំនោះទើបបង្កើតបានកូនប្រុសមួយតាមរូបភាពគាត់ហើយមើលទៅដូចជាគាត់ក៏ឲ្យឈ្មោះថាសេតរួចក្រោយគ្រាដែលបង្កើតសេតមកនោះគាត់រស់នៅបាន800ឆ្នាំទៀតទើបបង្កើតបានកូនជាប្រុសជាស្រីតទៅអាយុអាដាមទាំងអស់បាន930ឆ្នាំរួចគាត់ក៏ស្លាប់ទៅសេតអាយុបាន105ឆ្នាំនោះគាត់បង្កើតបានអេណូសរួចក្រោយគ្រាដែលបង្កើតអេណូសមកគាត់រស់នៅបាន870ឆ្នាំទៀតទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅអាយុសេតអាយុបាន912ឆ្នាំរួចគាត់ក៏ស្លាប់ទៅអេណូសអាយុបាន90ឆ្នាំនោះគាត់បង្កើតបានកៃណានរួចក្រោយគ្រាដែលបង្កើតកៃណានមកនោះគាត់រស់នៅបាន815ឆ្នាំទៀតទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅអាយុអេណូសទាំងអស់បាន905ឆ្នាំរួចគាត់ក៏ស្លាប់ទៅកៃណានអាយុបាន70ឆ្នាំនោះគាត់បង្កើតបានម៉ាឡេឡាល់រួចក្រោយគ្រាដែលបង្កើតម៉ាឡេឡាល់មកនោះគាត់រស់នៅបាន840ឆ្នាំទៀតទើបបង្កើតបានជាកូនប្រុសស្រីតទៅអាយុកៃណានទាំងអស់បាន910ឆ្នាំរួចគាត់ក៏ស្លាប់ទៅម៉ាឡេឡាល់អាយុបាន65ឆ្នាំនោះគាត់បង្កើតបានយ៉ារ៉េតរួចក្រោយគ្រាដែលបង្កើតយ៉ារ៉េតមកនោះគាត់រស់នៅបាន830ឆ្នាំទៀតទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅអាយុម៉ាឡេឡាទាំងអស់បាន895ឆ្នាំរួចគាត់ក៏ស្លាប់ទៅយ៉ារ៉េតអាយុបាន162ឆ្នាំនោះគាត់បង្កើតបានហេណុករួចក្រោយគ្រាដែលបង្កើតហេណុកមកនោះគាត់រស់នៅបាន800ឆ្នាំទៀតទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅអាយុយ៉ារ៉េតទាំងអស់បាន962ឆ្នាំរួចគាត់ក៏ស្លាប់ទៅហេណុកអាយុបាន65ឆ្នាំនោះគាត់បង្កើតបានម៉ូថូសាឡារួចក្រោយគ្រាដែលបង្កើតម៉ូថូសាឡាមកនោះគាត់ក៏ដើរជាមួយនឹងព្រះអស់300ឆ្នាំទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅអាយុហេណុកទាំងអស់បាន365ឆ្នាំហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះនោះគាត់មិននៅទៀតទេពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅម៉ាធូសាឡាអាយុបាន187ឆ្នាំនោះគាត់បង្កើតបានឡាមេករួចក្រោយគ្រាដែលបង្កើតឡាមេកមកនោះគាត់រស់នៅបាន782ឆ្នាំទៀតទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅអាយុរបស់ម៉ាធូសាឡាទាំងអស់បាន969ឆ្នាំរួចគាត់ក៏ស្លាប់ទៅឡាមេកអាយុបាន182ឆ្នាំនោះគាត់បង្កើតបានកូនប្រុសមួយដែលគាត់ឲ្យឈ្មោះថាណូអេ
ដោយនិយាយថាកូននេះនឹងកំសាន្តចិត្តយើងក្នុងការដែលយើងធ្វើហើយនឹងសេចក្តីជំនឿរបស់ដៃយើងដោយព្រោះដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសារួចក្រោយគ្រាដែលបង្កើតណូអេមកនោះគាត់រស់នៅបាន595ឆ្នាំទៀតទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅអាយុឡាមេកទាំងអស់បាន777ឆ្នាំរួចគាត់ក៏ស្លាប់ទៅឯណូអេគាត់អាយុបាន500ឆ្នាំនោះបង្កើតបានស៊ីមវ័នហាំវ័ននិងយ៉ាផែបវ័នអេមែន